មកស្គាល់រឿងទាំង9របស់មនុស្សស្រីដែលមនុស្សប្រុសសុំអត់យល់ចាំមើលតើអស់គ្នាណាថាត្រូវអ្នកតើអស់គ្នាប្រហែលចំណុចដែរទី1និយាយថាខ្ញុំមិនអីទេទាំងតែខ្លួនឯងអីមុខផ្សេងចិត្តផ្សេងហើយអត់ហ៊ានប្រាប់គេតាមត្រង់ទេហើយវគ្គបញ្ចប់អ្នកណាអ្នកពិបាកគឺខ្លួនឯងហ្នឹងហើយបើចេះនិយាយតាមត្រង់ហ្មងណាវាអត់ត្រូវពិបាកសោះទី2មនុស្សស្រីងាយខឹងមែនតើពិសេសគឺខឹងមនុស្សដែលនាងស្រឡាញ់ឧទាហរណ៍ដូចជាបើគេមិនឆ្លើយឆាតក៏នាងខឹងតែបើគេឆ្លើយហើយឆ្លើយបាយកបត់វិញក៏ខឹងដូចគ្នាទី3រឿងខ្លះហាកើតឡើងតាំងពីប្រហែលឆ្នាំមុនតែចាំច្បាស់អស់ស្ទែហើយដល់ពេលវគ្គខឹងវិញសរុបបញ្ចូលគ្នាមកមានបញ្ហាមួយអត់ព្រមឃ្លីឲ្យអស់ទេសុកចិត្តម្ដងសរុបទាំងអស់មកដល់អញ្ចឹងរឿងតូចក៏ខ្លាចទៅជារឿងធំទី4មនុស្សស្រីដូចមានញៀនទី6ចាមានរឿងអីមិនស្រួលរកកើតឡើងនាងដឹងភ្លាមមកអានឹងដោយសារតែមនុស្សស្រីគឺប្រកែសង្កេតចឹងរាល់សកម្មភាពមិនប្រក្រតីគឺជាមុខសញ្ញាហើយទី5ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងឯកឬមួយក៏អតីតរបស់គេទោះបីឥឡូវហ្នឹងយើងបានម្នាក់ហ្នឹងហើយក៏ដោយក៏អត់ព្រមឈប់ប្រៀបធៀបខ្លួនឯងដែរធ្វើបែបហ្នឹងដឹងតែនាំទុកដល់ខ្លួនឯងតែដឹងមិននៅតែធ្វើចូលចិត្តណាស់អារឿងធ្វើឲ្យខ្លួនឯងឈឺចាប់ទី6និយាយពីរឿងសបាយវិញម្ដងកៅអៅតែងរហូតមានពេញទូក៏ប៉ុន្តែនិយាយពាក្យថាអត់មានអីពាក់ទេឆ្ងល់កៅអៅនៅពេញទូមើលអត់ឃើញទី7មនុស្សស្រីមានគ្រប់ហេតុផលសម្រាប់ការតែងអីវ៉ាន់របស់ខ្លះអត់ត្រូវតែងសោះក៏តែងមកដែរដល់យកលេសថាពេលមានកម្មវិធីដឹងតែបានប្រើហើយដល់ពេលមានកម្មវិធីមែនតែងថ្មីទៀតទី8មនុស្សស្រីអាចចំណាយពេលរាប់ម៉ោងដើម្បី make up ហើយការ make up ហ្នឹងគឺមើលមកឡើងដដែលហ្មងអត់មានអីខុសពីមុខដើមសោះហើយមិនចំណាយពេលយូរម៉េះរឿងហ្នឹងខ្ញុំក៏ពិបាកបកស្រាយដែរព្រោះពេលខ្លះចឹងដូចគ្នាទី9ពេលដែល skin care យើងប្រើអស់ stock ពេលហ្នឹងគឺចាប់ផ្ដើមពិបាកអីអ្នកអត់យល់គេប្រកាសជាគិតថារបស់មានពេញទីផ្សារមិនក៏បន្តែអាផ្សេងប្រើតើតែរឿង skin care ហ្នឹងមួយមិនចេះតែប្រើត្រូវណាសាកខូចមុខទៅណាគេទទួលខុសត្រូវសម្រាប់រឿងមួយហ្នឹងបើកើតឡើងលើខ្ញុំក៏ខ្ញុំពិបាកចិត្តដែរចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយគិតថាត្រូវប្រហែលចំណុចដែរកុំភ្លេច comment នៅខាងខម